សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយភាពបន្តរបស់សាច់រឿងកំពូលអ្នកលួចសមត្ថភាពប្រលឹងមុននឹងចូលទៅកាន់ការសម្រាយភាពបន្តរបស់ admin ចង់ពឹងឲ្យអ្នកទាំងអស់គ្នាជួយធ្វើការចុច like subscribe និង comment ដើម្បីធ្វើឲ្យវីដេអូមួយនេះបានទៅដល់អ្នកផ្សេងទស្សនាផងដែរដូចនេះដើម្បីកុំឲ្យខាតពេលវេលាយូរតោះទៅតាមដានការសម្រាយសាច់រឿងទាំងអស់គ្នាលុះព្រឹកឡើងញូមែនបានទូរស័ព្ទមកដាស់តូយ៉ាឲ្យក្រោកពីដំណេកនាងរៀងឆ្ងល់បន្តិចព្រោះមើលទៅតូយ៉ាដូចជាបានចំណាយពេលមួយយប់ទៅភ្លឺដើម្បីអង្គុយរៀននាងស្ទើរតែមិននឹកស្មានថាមនុស្សដូចជាគេព្រមចំណាយពេលធ្វើរឿងឥតប្រយោជន៍បែបនេះសោះទាំងដែលគេបានដាស់សមត្ថភាពពិសេសរួចបាត់ទៅហើយតូយ៉ាមិនខ្វល់ពីសម្ដីរបស់ញូមែនឡើយហើយបានសួរនាងវិញថាតើថ្ងៃនេះមានគម្រោងធ្វើអ្វីខ្លះញូមែនក៏បានប្រាប់គេថាថ្ងៃនេះគេត្រូវទៅតាមប្រម៉ាញ់ពួកអ្នកចាប់កំណើតអាក្រក់ឬក៏ Evil Reckonator ប៉ុន្តែមុននឹងទៅនាងមានកន្លែងមួយដែលចង់ឲ្យគេទៅជាមុនសិន Newman បានប្រាប់ផ្លូវតូយ៉ាឲ្យទៅផ្ទះ Haidu ព្រោះនាងខលទៅគេមិនលើកទូរស័ព្ទតតែសោះលុះដើរចូលទៅដល់ខាងក្នុងតូយ៉ាបានឃើញនាងកំពុងតែដេកពាក់កណ្ដាលភ្ញាក់ពាក់កណ្ដាលនឹងខ្លួនទាំងស្លៀកពាក់មិនទាន់រៀបរយនៅកណ្ដាលទីលានហាត់គុនដូជោរបស់នាង Newman ចាប់ផ្ដើមស្រែកបន្ទោស Haidu យ៉ាងខ្លាំងចំពោះភាពខ្ជិលច្រអូសមួយនេះប៉ុន្តែ Haidu និយាយថានាងបានកេងជ្រុលគឺនាងបានចំណាយពេលមួយយប់ទៅភ្លឺដើម្បីវឹកហាត់សមត្ថភាពដើររបស់នាងជាថ្មីម្ដងទៀត Newman នៅតែមិនយល់ថាហេតុអ្វីបានជាពួកគេត្រូវចំណាយធ្វើរឿងអត់ប្រយោជន៍ទាំងអស់នេះក្នុងពេលដែលសមត្ថភាពពិសេសរបស់ពួកគេមានស្រាប់វាខ្លាំងពូកែហួសពីអ្វីដែលពួកគេខិតខំប្រឹងប្រែងវឹកហាត់ដោយខ្លួនឯងទៅទៀតប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Haidu នៅតែចូលចិត្តវឹកហាត់ដែរជារៀងរាល់ពេលដែលនាងទំនេរយ៉ាងណាមិញគោលដៅថ្ងៃនេះគឺជាតួថ្លុកដែលមានចិត្តសាហាវម្នាក់គេមានឈ្មោះថា Soka ដែលតែងតែចាប់ក្មេងៗហើយលបួងពួកគេចូលទៅក្នុងព្រៃដើម្បីសម្លាប់ចោលមិនយូរប៉ុន្មានពួកគេបានដើរចូលក្នុងទឹកដីរបស់តួថ្លុកម្នាក់ដែលជាឃាតករនោះហើយវាបានស្ទុះមកវាប្រហារពួកគេភ្លាមព្រោះវាដឹងមុនថាពួកគេនឹងមកHaidu បានដាស់សមត្ថភាពរបស់នាងភ្លាមចំណែកឯ Soka គិតថារឿងនេះវាងាយស្រួលខ្លាំងណាស់ព្រោះវាគ្រាន់តែរក្សាចម្ងាយហើយប្រើថាមពលណែនរបស់វាជាការស្រេចប៉ុន្តែមិនទាន់បានធ្វើអ្វីផង Haidu បានកាប់ផ្ដាច់ខ្លួនរបស់វាជាពីរបាត់ទៅហើយដូច្នេះបេសកកម្មរបស់គេត្រូវបានបញ្ចប់ភ្លាមបើនិយាយទៅវាគឺជារឿងជោគជ័យមួយប៉ុន្តែ Newman បានខឹង Haidu យ៉ាងខ្លាំងដោយសារតែនាងបានកំចាត់តួថ្លុកនោះលឿនពេកព្រោះតាមពិតទៅនាងចង់ទុកឱកាសឲ្យតូយ៉ាទទួលបទពិសោធន៍ការប្រយុទ្ធពិតប្រាកដម្ដងHaidu ក៏បានសុំទោសដែលនាងឆាប់លូកដៃលឿនពេកព្រោះនាងគ្រាន់តែគិតថាតួថ្លុកនោះមើលទៅងាយស្រួលចាត់ការទើបនាងទប់ចិត្តមិនបានទោះជាយ៉ាងណាក៏ដោយមើលទៅមិនមែនមានតែ Haidu និងតូយ៉ាទេដែលដេញតាមតួថ្លុកម្នាក់នោះព្រោះមានក្រុមទាហានពិសេសមួយក្រុមធំកំពុងតែលួចតាមដានវាដែរហើយនៅពេលនេះពួកគេបានឃើញ Haidu បានកំចាត់តួថ្លុកនោះយ៉ាងងាយពួកគេក៏បានសម្រេចចិត្តលួចតាមដាននាងបន្តទៀតដើម្បីចង់ដឹងអាចកំបាំងរបស់ពួកអ្នកបញ្ចេញសត្វផ្កាទាំងអស់នេះលុះពេលយប់ឡើង Haidu បានទៅតាមប្រម៉ាញ់ពួកអ្នកចាប់ជៀនម្នាក់ទៀតដែលមានឈ្មោះថា Chine ប៉ុន្តែភ្លាមនោះស្រាប់តែមានផ្លែពណ៌មួយបានហោះមកចំពីមុខរបស់ Chine ហើយ1នាទីក្រោយមកគេក៏បានត្រូវកម្លាំងសង្កត់យ៉ាងខ្លាំងមួយសង្កត់ជាប់ទៅនឹងដី Chine បានខំប្រឹងរើបំរាស់ខ្លួនយ៉ាងខ្លាំងរហូតដល់គេអាចគេចចេញពីតំបន់ទំនាញដីនោះដើម្បីរត់បន្តទៀតហើយអ្នកចាប់ជាតិដែលមានសមត្ថភាពដូចជា Newton ពិតជាកោតសរសើរខ្លាំងណាស់ដែលគេអាចយកឈ្នះកម្លាំងទំនាញផែនដីដ៏ខ្លាំងមួយនេះបានដោយខ្លួនឯងដោយសារតែបារម្ភម្នាក់នោះកំពុងតែរត់គេចខ្លួនដូច្នេះវាជាឱកាសពិសេសសម្រាប់អ្នកចាប់ជាតិឡើងវិញដែលមានសមត្ថភាពដូចជា Estan ជាអ្នកទៅឃាត់គេនាងបានប្រើទ្រឹស្ដីរូបវិទ្យាកង់តិចដើម្បីផ្លាស់ប្ដូរទីតាំងភ្លាមដើម្បីទៅក្បែរ Chini ហើយនាងបានកាត់ដៃគេចេញពីខ្លួនតែម្ដងនៅពេលដែល Estan ត្រឡប់មកវិញ Newton បានអបអរសាទរចំពោះការជោគជ័យរបស់នាងប៉ុន្តែបានសួរនាងថាហេតុអ្វីមិនកាត់ក្បាលរបស់វាចោលឲ្យចប់រឿងលឿនតែម្ដងទៅនាងឆ្លើយថាការសម្លាប់គោលដៅគឺជាទួនាទីរបស់ទាហានដូចនេះនាងមិនចង់ដណ្ដើមស្នាដៃរបស់គេឡើយភ្លាមនោះជីនេះត្រូវបានកំភ្លើងមួយដើមភ្ជាប់ពីក្រោយក្បាលរបស់គេហើយបានគំរាមឲ្យគេសុំចុះចាញ់ប៉ុន្តែនៅក្នុងឱកាសនោះគេបានប្រើដៃម្ខាងទៀតដើម្បីចាប់យកកន្ត្រៃមួយដើមរួចចាក់ភ្នែករបស់ទាហានម្នាក់នោះជីនេះប្រកាសចិត្តណាស់ថារឿងនេះវាគ្រប់គ្រាន់នឹងសម្លាប់ទាហានម្នាក់នោះហើយប៉ុន្តែមួយសន្ទុះក្រោយមកគេបែរជាត្រូវទាហាននោះបាញ់ចំទ្រូងទៅវិញពីព្រោះទាហានម្នាក់នោះមិនមែនជាមនុស្សធម្មតាឡើយគេគឺជាអ្នកចាប់ជាតិឡើងវិញដែលមានសមត្ថភាពទាហានខ្មោចឆៅដោយនេះគេគ្មានថ្ងៃស្លាប់នោះទេ
ហើយមិនទាន់អស់នៅឡើយទេពួកគេមានលោកដុកទ័រ Raisha ដែលជាអ្នកបង្ការសារសពចម្លងហើយពេលនេះគេបានប្រើរូបមន្តចម្លងគេឡោមព័ទ្ធផ្លូវងងឹតនោះជិតអស់ទៅហើយដូច្នេះជានេះគ្មានផ្លូវរត់រួចទេហើយបន្តិចក្រោយមកគេត្រូវបានសម្លាប់ចោលបន្ទាប់ពីបេសកកម្មត្រូវបានបញ្ចប់ពួកគេទាំងអស់គ្នាក៏បានត្រឡប់ទៅទីបញ្ជាការវិញដែលនៅទីនោះ Newman បានអបអរសាទរពួកគេចំពោះការងារដ៏ជោគជ័យមួយនេះពួកគេបានបកគលមេឈើចាប់ជាតិដែលដកហូតចេញពីជីនីទៅឲ្យនាងបន្ទាប់មក Nightingale ក៏បានដើរមកសួរនាំថាតើមាននរណាខ្លះរងរបួសក្នុងពេលប្រយុទ្ធព្រោះនាងគឺជាទេវតានៃការព្យាបាលមើលទៅ Fosaka ប្រហែលជាត្រូវការព្យាបាលបន្តិចហើយព្រោះគេបានដាច់បំណែកខ្លួនមួយចំនួន Nightingale បានអោបគេរួចលិទ្ធពណ៌របស់គេបន្តិចដើម្បីចាប់ផ្ដើមដំណើរការព្យាបាលរបួសនាងក៏បានខ្សឹបដាក់ទៅជាគេថានាងចង់ឲ្យគេចេះថែខ្លួនប្រាណឲ្យបានល្អជាងនេះព្រោះនាងមិនចូលចិត្តឃើញគេរងរបួសនោះទេមើលទៅនាងហាក់ដូចជាមានក្តីសុខខ្លាំងណាស់ក្នុងពេលនៅជាមួយ Fokasa ដូច្នេះអ្នកផ្សេងទៀតក៏បណ្ដោយឲ្យពួកគេនៅតែពីរនាក់ចំណែកឯតូយ៉ាវិញក្នុងពេលដែលអ្នកដតីកំពុងតែចេញទៅធ្វើបេសកកម្មគេរវល់តែរៀបចំប្រព័ន្ធខ្សែភ្លើងដ៏រញ៉េរញ៉ៃរបស់ Newman ទៅវិញហើយនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេព្រមធ្វើការងារផ្ទះបែបនេះទាំងដែលគេទើបទទួលបានសមត្ថភាពពិសេសដែលគេធ្លាប់តែស្រែកឃ្លានចង់បានប៉ុន្តែតូយ៉ាប្រាប់ថាគេគ្រាន់តែជាមនុស្សដែលចូលចិត្តធ្វើការងារកំប៉ិលកំប៉ុកបែបនេះប៉ុណ្ណោះហើយ Newman ពិតជាអរគុណចំពោះការជួយរបស់គេខ្លាំងណាស់ព្រោះនាងរកអ្នកណាមកជួយធ្វើមិនបានតតែសោះចំណែកឯ Newton វិញគេបានឮរឿងរ៉ាវរបស់តូយ៉ាច្រើនណាស់អំពី Newman ដូចនេះគេពិតជារំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលគេបានជួបគ្នានៅក្នុងថ្ងៃនេះជាធម្មតាពួកគេត្រូវណែនាំខ្លួនជាផ្លូវការប៉ុន្តែដោយសារតែអ្នកផ្សេងទៀតកំពុងតែរវល់រៀងៗខ្លួនហើយ Nightingale កំពុងតែថើ Fosaka មិនទាន់ឈប់ផងដូច្នេះការណែនាំខ្លួនរបស់គេត្រូវបានទុកមួយឡែកសិនលុះយប់ឡើងតូយ៉ានិងហៃឌូបានដើរត្រឡប់ទៅផ្ទះជាមួយគ្នាប៉ុន្តែភ្លាមនោះតូយ៉ាបានសង្កេតឃើញថាភ្លើងនៅក្នុងបន្ទប់របស់គេកំពុងតែបើកដែលវាជារឿងចម្លែកខ្លាំងណាស់ព្រោះគេរស់នៅតែម្នាក់ឯងដូច្នេះគេនិងហៃឌូក៏បានដើរឡើងទៅខាងលើទាំងដែលមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចង់ដឹងថាមានរឿងអ្វីកើតឡើងនៅពេលដែលគេដើរចូលទៅដល់ខាងក្នុងតូយ៉ាបានឃើញមិត្តភក្តិចាស់របស់គេដែលគេមានឈ្មោះថាអ៊ីស៊ូគីដែលគេកំពុងអង្គុយនៅក្នុងបន្ទប់អ៊ីស៊ូគីចាប់ផ្ដើមនិយាយថាតូយ៉ាមើលទៅដូចពីមុនបេះបិទទាំងដែលពួកគេមិនបានជួបគ្នាយូរឆ្នាំមកហើយដោយសារតែឃើញអ៊ីស៊ូគីគឺជាមិត្តភក្តិរបស់តូយ៉ានាងបានចាប់ផ្ដើមណែនាំខ្លួនឲ្យគេបានស្គាល់តូយ៉ាបានប្រាប់ថាទោះបីជាមើលពីខាងក្រៅបែបនេះក៏ដោយប៉ុន្តែតាមពិតអ៊ីស៊ូគីគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ណាស់ខាងក្បាច់គុណគេពូកែរហូតដល់ថ្នាក់ត្រូវបានគេសរសើរថាជាក្មេងដែលមានទេពកោសល្យម្នាក់ដែលអាចប្រជែងគ្នាជាមួយបងប្រុសរបស់តូយ៉ាតែម្ដងហើយពេលនេះគេគឺជាប្រធានក្រុមទាហានពិសេសនៅក្នុងជួរកងទ័ពគេមិនមែនជាមនុស្សអាក្រក់ទេប៉ុន្តែតូយ៉ាគិតថាគេរំខានខ្លាំងណាស់ព្រោះឲ្យតែមានឱកាសគេតែងតែអួតពីស្នាដៃរបស់គេជានិច្ចបន្ទាប់ពីអង្គុយចុះស្រួលបួសតូយ៉ាបានសួរអ៊ីស៊ូគីថាមកទីនេះធ្វើអ្វីគេបានពន្យល់ថាគេបានឮព័ត៌មានថាតូយ៉ាមិនសូវទៅរៀនសោះនាពេលថ្មីៗនេះដូចនេះគេបារម្ភក្រែងលោមានរឿងអ្វីកើតឡើងមិនល្អចំពោះតូយ៉ាប៉ុន្តែឥឡូវមើលទៅដូចជាគេបារម្ភខុសរឿងហើយព្រោះស្មានតែតូយ៉ាមិនស្រួលខ្លួនប៉ុន្តែគេរវល់ជាមួយសង្សារថ្មីគេសោះគេពិតជាមិននឹកស្មានថាតូយ៉ាមានសមត្ថភាពអាចញ៉ាយសង្សារបានស្អាតដល់ថ្នាក់នេះហើយទោះបីជាតូយ៉ាព្យាយាមពន្យល់ឲ្យគេយល់កុំឲ្យច្រឡំក៏ដោយក៏អ៊ីស៊ូគីគិតថាតូយ៉ាគ្រាន់តែអៀននឹងគេប៉ុណ្ណោះគេប្រាប់តូយ៉ាថាមិនបាច់លាក់បាំងរឿងបែបនេះជាមួយគេនោះទេព្រោះពួកគេស្គាល់គ្នាយូរឆ្នាំមកហើយនៅពេលឮបែបនេះហៃឌូក៏បានចង់ដឹងចង់ឮនាងក៏បានសួរថាតើពួកគេស្គាល់គ្នាយូរប៉ុណ្ណាហើយអ៊ីស៊ូគីក៏បានដករូបថតកាលពីប្រហែលឆ្នាំមុនមកបង្ហាញនាងរូបថតនោះមានអ៊ីស៊ូគីតូយ៉ានិងសាយ៉ាហើយដោយសារតែពួកគេទាំង3បានចំណាយពេលជាមួយគ្នាច្រើនឆ្នាំកន្លងមកនេះដូច្នេះអ៊ីស៊ូគីបានចាត់ទុកតូយ៉ាដូចជាប្អូនប្រុសបង្កើតរបស់គេអញ្ចឹងគេតែងតែគិតថាតូយ៉ានិងសាយ៉ាគឺជាបងប្អូនដ៏គួរឲ្យស្រឡាញ់បំផុតព្រោះតូយ៉ាតែងតែខិតខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីដេញតាមបងប្រុសចំណែកសាយ៉ាវិញតែងតែដើរយឺតបន្តិចដើម្បីកុំឲ្យគេទុកតូយ៉ាចោលនៅពីក្រោយខ្នងគេឆ្ងល់ថាបើសាយ៉ារស់រហូតមកដល់ពេលនេះហើយបានឃើញប្អូនប្រុសរបស់គេមានសង្សារតើគេនឹងមានអារម្មណ៍បែបណាទៅប៉ុន្តែបើគិតទៅសាយ៉ាប្រហែលជាមិនសូវបានខ្វល់រឿងកំបីកំប៉ុកបែបនេះនោះទេមិនមែនមកពីគេមិនចង់ខ្វល់ប៉ុន្តែគេគ្មានពេលវេលាគ្រប់គ្រាន់ព្រោះគេរវល់ជាមួយនឹងការងាររបស់គេខ្លាំងពេកនេះហើយជាអ្វីដែលគេហៅថាបណ្ដាសារបស់អ្នកមានទេពកោសល្យពិសេស
ប៉ុន្តែសម្រាប់មនុស្សដូចតូយ៉ាប្រហែលជាមិនយល់ពីអ្វីដែលគេកំពុងតែនិយាយនោះទេយ៉ាងណាមិញគេមិនចង់បំផ្លាញពេលវេលាដ៏មានតម្លៃរបស់តូយ៉ាជាមួយសង្សារគេទៀតនោះទេដូច្នេះគេបានសុំលាត្រឡប់ទៅវិញប៉ុន្តែតូយ៉ាមិនអាចទ្រាំបានឡើយនៅពេលដែលអ៊ីស៊ូគីគិតថាគេជាមនុស្សដែលគ្មានសមត្ថភាពពិសេសទាល់តែសោះគេបានឃាត់អ៊ីស៊ូគីរួចប្រកែកក្តែងថាពេលនេះគេមានសមត្ថភាពពិសេសរបស់ខ្លួនឯងហើយតូយ៉ាក៏បានដាស់សមត្ថភាពពិសេសគេភ្លាមប៉ុន្តែជំនួសឲ្យការភ្ញាក់ផ្អើលអ៊ីស៊ូគីបែរជាមានទឹកមុខខឹងសម្បារទៅវិញព្រោះគេបានដឹងរឿងរ៉ាវរបស់ពួកអ្នកចាប់ជាតិនិងរបៀបប្រើធម្មពលទាំងអស់នោះរួចទៅហើយគេពិតជាខកចិត្តណាស់នៅពេលដែលដឹងថាតូយ៉ាបែរក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នកចាញ់ទាំងអស់នោះដែលពួកគេបានផ្ញើជីវិតទៅនឹងធម្មពលដែលខ្លួនឯងមិនបានខិតខំប្រឹងយកវាមកដោយខ្លួនឯងហើយឌូមានអារម្មណ៍ថាត្រូវបានគេប្រមាថនាងក៏បានស្រែកកំហុសដាក់អ៊ីស៊ូគីឲ្យដកសម្ដីគេវិញទាំងដែលបានហូតដាវភ្ជង់ទៅគេថែមទៀតផងនាងបាននិយាយថាមនុស្សដូចជាគេគ្មានថ្ងៃយល់ពីអ្វីដែលមនុស្សដូចជានាងនិងតូយ៉ាបានឆ្លងកាត់មុនពេលដែលគេទទួលបានធម្មពលនេះនោះទេទោះជាយ៉ាងណាក៏ដោយអ៊ីស៊ូគីនិយាយថាសម្ដីទាំងអស់នេះគ្រាន់តែជាលេសដោយសារតែពួកគេគឺជាអ្នកចាញ់ដែលឥតប្រយោជន៍តែប៉ុណ្ណោះនៅពេលដែលលើអ៊ីស៊ូគីជេរប្រមាថថានាងជាមនុស្សដែលឥតប្រយោជន៍វាបានធ្វើឲ្យហៃឌូខឹងដល់ថ្នាក់ខំមាត់តែម្ដងនាងបានស្ទុះទៅកាប់គេភ្លាមប៉ុន្តែសមត្ថភាពក្បាច់គុណរបស់អ៊ីស៊ូគីមិនមែនជារឿងលេងសើចនោះទេគេអាចគេចផុតពីការវាយប្រហាររបស់នាងបានយ៉ាងងាយហើយបានទាត់ជើងនាងឲ្យដួលថែមទៀតផងរួចគេបានសង្កត់នាងជាប់ទៅនឹងដីតែម្ដងគេបានប្រាប់នាងថានាងសំណាងហើយដែលនាងជាសង្សាររបស់តូយ៉ាព្រោះបើមិនដូច្នោះទេគេនឹងមិនព្រមលេងខ្លួននាងដោយងាយបែបនេះឡើយបន្ទាប់ពីនាងហ៊ានធ្វើរឿងប្រហើនបែបនេះដាក់គេហើយតូយ៉ាមិនអាចខឹងសម្បារទៅលើគេបាននោះទេព្រោះអំបញ្ញមិញនេះហើយឌូពិតជាមានបំណងចង់សម្លាប់អ៊ីស៊ូគីពិតមែននៅពេលដែលអ៊ីស៊ូគីដើរចេញទៅតូយ៉ាបានសារភាពថាការប្រើប្រាស់ធម្មពលចាប់ជាតិពិតជាលេងផ្លូវកាត់ដ៏ថោកទាបពិតមែនប៉ុន្តែគេមានគម្រោងប្រើប្រាស់ធម្មពលនេះដើម្បីដើរប្រមូលយកសមត្ថភាពពិសេសមកធ្វើជារបស់ខ្លួនឯងដើម្បីមានថ្ងៃមួយគេអាចយកឈ្នះបងប្រុសសាយ៉ារបស់គេបានហើយនៅពេលដែលឮបែបនេះអ៊ីស៊ូគីបានដើរចេញទៅទាំងមិននិយាយអ្វីទាល់តែសោះនៅខាងក្រៅម្ដុំជ្រុងផ្លូវមានក្រុមទាហានពិសេសមួយក្រុមធំកំពុងតែពួនស្ទាក់ចាំហើយផលពិតប្រាកដដែលអ៊ីស៊ូគីបានមកសួរសុខទុក្ខតូយ៉ានៅថ្ងៃនេះគឺគេចង់បញ្ជាក់ថាតែតូយ៉ាពិតជាពួកអ្នកចាប់ជាតិពិតមែនឬទេប៉ុន្តែទោះជាតូយ៉ាបានបញ្ជាក់ការពិតហើយក៏ដោយក៏គេនៅតែបញ្ជាឲ្យក្រុមទាហានទាំងអស់នោះដកថយទៅវិញដែរព្រោះគេមិនចង់ធ្វើបាបមិត្តភក្តិរបស់គេនោះទេលោកដុកទ័រយូស៊ីគីមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលឮថាអ៊ីស៊ូគីមិនមានបំណងចាប់ខ្លួនពួកគេទាំងពីរនោះទេព្រោះគេពិតជាចង់បានគំរូសត្វផ្ការបស់ពួកអ្នកចាប់ជាតិថ្មីមកធ្វើការពិសោធន៍ខ្លាំងណាស់ប៉ុន្តែអ៊ីស៊ូគីប្រាប់យូស៊ីកូថាគេមានគំរូគ្រប់គ្រាន់ហើយដូច្នេះគេមិនអនុញ្ញាតឲ្យអ្នកណាទៅវាយប្រហារគេនៅទីនោះទេក្នុងពេលជាមួយគ្នានោះដែរនៅក្នុងបន្ទប់តូយ៉ាហើយឌូកំពុងតែអង្គុយសំងំអន់ចិត្តនៅជ្រុងម្ខាងនៃបន្ទប់ព្រោះនាងមិនត្រឹមតែទប់អារម្មណ៍មិនបាននោះទេហើយថែមទាំងត្រូវគេវាយបានយ៉ាងងាយទាំងដែលនាងបានដាស់សមត្ថភាពពិសេសរួចទៅហើយនៅពេលដែលហៃឌូអស់សង្ឃឹមយ៉ាងខ្លាំងបែបនេះតូយ៉ាក៏បានចាប់ផ្ដើមយល់ពីអត្ថន័យដែលនាងធ្លាប់និយាយថានាងមានចំណុចដូចគ្នាខ្លាំងណាស់ជាមួយនឹងគេនាងបានបញ្យល់ថាមុនពេលដែលនាងមានសមត្ថភាពនាងត្រឹមតែជាក្មេងស្រីធម្មតាដែលឥតប្រយោជន៍បំផុតឥតប្រយោជន៍រហូតដល់ថ្នាក់ត្រូវបានគេបោះបង់ចោលតាំងពីដឹងក្តីមកម្លេះនាងបានធំដឹងក្តីនៅក្នុងមណ្ឌលកម្មាកំព្រាហើយក្មេងៗដែលរស់នៅទីនោះបានធ្វើបាបនាងសាហាវខ្លាំងណាស់ដូច្នេះនាងតែងតែត្រូវបានគេធ្វើបាបជានិច្ចជាពិសេសដោយសារតែពណ៌សក់របស់នាងខុសប្លែកពីអ្នកដទៃនាងបានយំរហូតដល់នាងគេងលក់រាល់យប់ហើយបុគ្គលិកនៅទីនោះមិនខ្វល់ជួយអ្វីនាងតតែសោះពួកគេធ្វើដូចមិនដឹងមិនឮគ្រប់គ្នាទោះជាយ៉ាងណាក៏ដោយថ្ងៃមួយនាងត្រូវបានបរិសុទ្ធចិត្តល្អម្នាក់ដែលទទួលនាងយកមកចិញ្ចឹមហើយបាននាំនាងទៅកាន់ទីលានហាត់គុនរបស់គេព្រមទាំងសន្យាថាបង្វឹកនាងទៀតផងហើយឌូមានក្តីសុខយ៉ាងខ្លាំងនៅពេលដែលមានកន្លែងមួយដែលនាងអាចរស់នៅបានប៉ុន្តែដោយសារតែគ្រួសារនោះរស់នៅពឹងផ្អែកជាមួយនឹងទម្លាប់និងប្រពៃណីដែលតឹងរ៉ឹងជាយូរណាស់មកហើយដូច្នេះមានមនុស្សជាច្រើនបានប្រឆាំងមិនឲ្យលោកគ្រូទទួលនាងយកមកចិញ្ចឹមប៉ុន្តែលោកគ្រូមិនខ្វល់នឹងការប្រឆាំងទាំងអស់នោះទេហើយថែមទាំងទទួលយកហៃឌូមកចិញ្ចឹមដដែលគាត់បានផ្ដល់ក្តីស្រឡាញ់និងការយកចិត្តទុកដាក់គ្រប់បែបយ៉ាងដែលនាងចង់បានហើយហៃឌូចង់តបស្នងគុណទៅគាត់វិញដោយការខិតខំហាត់ដាវយ៉ាងខ្លាំងប៉ុន្តែទោះជានាងខិតខំប្រឹងហ្វឹកហាត់យ៉ាងណាក៏ដោយក៏នាងមិនអាចរីចម្រើនបានទាល់តែសោះ
ព្រោះនាងគ្មានទេពកោសល្យដែលអាចដើរតាមផ្លូវអ្នកហាត់គុនដាវបានទាល់តែសោះនាងបានស្រែកឃ្លានចង់បានសមត្ថភាពពិសេសយ៉ាងខ្លាំងដើម្បីឲ្យឪពុករបស់នាងមានមោទនភាពហើយទោះជានៅពេលដែលនាងឮពាក្យចចាមអារ៉ាមថាមានមេឈើចាំជាតិដែលអាចជួយឲ្យនាងដាស់សមត្ថភាពពីជាតិមុនបាននាងបានដើរតាមរកវាគ្រប់ទីកន្លែងរហូតដល់ចុងក្រោយនាងបានរកឃើញមួយហើយនាងបានដាស់ជំនាញដាវរបស់ម៉ូសាឈីមកប្រើប្រាស់ប៉ុន្តែដោយសារតែនាងមានការរំភើបចិត្តខ្លាំងពេកក្នុងការបង្ហាញសមត្ថភាពឲ្យឪពុករបស់នាងបានឃើញនាងបានជ្រុលដៃសឹងតែសម្លាប់គាត់ទៅហើយគាត់អាចរស់រានមានជីវិតបានប៉ុន្តែគាត់ត្រូវធ្លាក់ខ្លួនជាជនពិការហើយមិនអាចកាន់ដាវអស់មួយជីវិតដូច្នេះទីលានហាត់គុននោះត្រូវបានបិទហើយគ្រួសារនោះបានបណ្ដេញនាងចេញពីផ្ទះចំពោះអ្វីដែលនាងបានធ្វើនាងមិនចង់ឲ្យរឿងរ៉ាវបញ្ចប់បែបនេះនោះទេដូច្នេះនាងមានគម្រោងចង់កែប្រែរឿងគ្រប់យ៉ាងឡើងវិញដោយនាងនឹងក្លាយជាអ្នកចាប់ជាតិពេញលេញឬក៏ Full Regenerator ដើម្បីបើកទីលានហាត់គុនឲ្យឪពុកនាងឡើងវិញប៉ុន្តែនេះជាលើកទី1ហើយដែលតូយ៉ាបានឮពាក្យថាអ្នកចាប់ជាតិពេញលេញដូច្នេះគេមិនដឹងថានាងកំពុងនិយាយអ្វីឡើយក្នុងពេលជាមួយគ្នានោះអ៊ីស៊ូគីនិងយូស៊ីគីកំពុងតែបើកឡានត្រឡប់ទៅកាន់ទីបញ្ជាការវិញហើយអ៊ីស៊ូគីពិតជាចង់ឲ្យការជួបជុំមុននេះមិនកើតឡើងខ្លាំងណាស់ព្រោះគេមិនមានបំណងចង់និយាយសម្ដីធ្ងន់ធ្ងរនេះដាក់តូយ៉ានោះទេប៉ុន្តែគេពិតជាខកចិត្តខ្លាំងណាស់នៅពេលដែលតូយ៉ាបែរជាជ្រើសរើសដើរផ្លូវមួយនេះហើយអ្វីដែលធ្វើឲ្យវាកាន់តែអាក្រក់ទៅទៀតនោះគឺរឿងរ៉ាវទាំងអស់នេះវាដូចគ្នាទៅនឹងទំនាយដែលពួកគេទទួលបានមុននេះបែបបិទដូច្នេះរឿងរ៉ាវទាំងអស់នេះកាន់តែដុនដាបទៅចាប់ពីពេលនេះតទៅត្រឡប់មកផ្ទះរបស់តូយ៉ាវិញគេបានសួរថាតើអ្វីទៅជាអ្នកចាប់ជាតិពេញលេញហើយ Newman ក៏បានចូលខ្លួនមកបញ្យល់ថាមនុស្សគ្រប់គ្នានៅឯដើមឈើអ្នកខ្លាំង Tree of Grace សត្វតែអ្នកចាប់ជាតិពេញលេញទាំងអស់លើកលែងតែតូយ៉ានិងហៃឌូប៉ុណ្ណោះចំណុចខុសគ្នាដែលធំបំផុតនោះគឺខណៈពេលដែលហៃឌូនិងតូយ៉ាមានការកំណត់ពេលវេលាក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួនឯងចំណែកអ្នកដែលចាប់ជាតិពេញលេញផ្សេងទៀតគឺពួកគេមិនមានពេលវេលាកំណត់នោះទេពលគឺគេស្ថិតនៅក្នុងទម្រង់មួយដែលមានសមត្ថភាពពិសេសនោះរហូតជានិច្ចទម្រង់នេះអាចឈានទៅដល់បានតាមរយៈការប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួនឯងឲ្យបានកាន់តែច្រើនខ្លាំងឡើងក្នុងពេលការប្រយុទ្ធរហូតដល់ខ្លួនប្រាណលែងត្រឡប់មកជាមនុស្សធម្មតាវិញហើយទោះបីវាមើលទៅហាក់ដូចជាគ្រោះថ្នាក់បន្តិចក៏ដោយប៉ុន្តែនេះជាអ្វីដែលហៃឌូកំពុងតែប្រាថ្នាចង់បានរួមមានតែផ្លូវមួយនេះគត់ដែលធ្វើឲ្យនាងអាចឆ្ពោះទៅមុខទៅជួបឪពុករបស់នាងបានឡើងវិញពលគឺត្រឡប់ទៅវិញក្នុងនាមជាមូសាស៊ីមីយ៉ាម៉ូតូតែម្ដងលុះយប់ឡើងតូយ៉ាបានណាត់ហៃឌូឲ្យជួបគ្នានៅឯសាលារៀនព្រោះគេមានរឿងមួយយ៉ាងចង់បង្ហាញនាងដំបូងឡើយគេបានបង្ខំនាងឲ្យបិទទូរស័ព្ទសិនដើម្បីកុំឲ្យ Newman លួចស្ដាប់គេបានហើយនៅពេលដែលគេប្រកាសចិត្តថាវាមានសុវត្ថិភាពហើយគេក៏បានទម្លាយការពិតថាសមត្ថភាពពិសេសរបស់គេគឺការលួចសមត្ថភាពរបស់អ្នកដទៃហើយឌូបានប្រាប់តូយ៉ាថានាងពិតជាកោតសរសើរខ្លាំងណាស់ព្រោះសមត្ថភាពរបស់គេពិតជាមានប្រយោជន៍ខ្លាំងណាស់ប៉ុន្តែតូយ៉ាបានសួរនាងវិញថាតើនាងប្រកាសចិត្តហើយមែនទេដែលចង់អបអរសាទររឿងនេះព្រោះដើម្បីទទួលបានសមត្ថភាពពិសេសច្បាស់ជាត្រូវចាត់ទុកមិត្តភក្តិរបស់ខ្លួនឯងជាគោលដៅមិនខានបើវាជាការចាំបាច់នោះទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវបែបនេះមិនធ្វើឲ្យហៃឌូមានការបារម្ភនោះទេព្រោះនាងក៏នឹងធ្វើរឿងដូចគ្នាអញ្ចឹងដែរបើនាងស្ថិតនៅក្នុងស្ថានភាពដូចតូយ៉ានោះនាងសង្ឃឹមនឹងគាំទ្រឲ្យតូយ៉ាធ្វើឲ្យអស់ពីសមត្ថភាពប៉ុន្តែនាងក៏មានអារម្មណ៍ខឹងបន្តិចដែរដូច្នេះនាងបានច្រានតូយ៉ាឲ្យផ្អែកនឹងជញ្ជាំងរួចសួរគេថាហេតុអ្វីបានជាគេមិនព្រមសាកល្បងលួចសមត្ថភាពរបស់នាងរហូតមកដល់ពេលនេះនាងដឹងច្បាស់ថាទំនាក់ទំនងមិត្តភាពមិនអាចមករារាំងមិនឲ្យគេធ្វើរឿងនេះនោះទេបើសិនជាគេចង់ដូច្នេះវាមានន័យថាគេយល់ឃើញថាធម៌ពលរបស់នាងគ្មានតម្លៃគ្រប់គ្រាន់ដែលធ្វើឲ្យគេចង់លួចហើយនាងនិយាយត្រូវចិត្តគេខ្លាំងណាស់នាងមិនបដិសេធទេថាធម៌ពលរបស់នាងវានៅខ្សោយប៉ុន្តែនាងស្បត់ថានាងនឹងខិតខំហ្វឹកហាត់វាឲ្យខ្លាំងរហូតដល់ថ្នាក់បង្ខំឲ្យតូយ៉ាត្រូវតែទទួលស្គាល់ថាវាជាសមត្ថភាពដ៏អស្ចារ្យមួយហើយត្រូវតែមកលួចវាចេញពីនាងឲ្យបានតូយ៉ាយល់ពីអ្វីដែលនាងចង់និយាយដូច្នេះគេក៏សន្យាថាគេនឹងប្រមូលយកសមត្ថភាពពិសេសឲ្យបានច្រើនដើម្បីឲ្យមានតម្លៃសមល្មមដែលអាចក្លាយជាគូប្រជែងរបស់នាងនៅថ្ងៃអនាគតហើយពេលនេះពួកគេទាំងពីរបានបង្កើនចំណងមិត្តភាពក្នុងនាមជាដៃគូប្រកួតប្រជែងគ្នាហើយនៅពេលដែលយូស៊ីគីនិងអ៊ីស៊ូគីត្រឡប់មកដល់វិញពួកគេបានទៅជួបគ្រូទាយដឺស៊ីដែលពួកគេបានចាប់ខ្លួនភ្លាមព្រោះទោះជាអ៊ីស៊ូគីមិនចង់ទទួលស្គាល់ការពិតយ៉ាងណាក៏ដោយក៏រាល់អ្វីដែលគ្រូទាយបានទូទាយទុកមុនគឺបានកើតឡើងពិតប្រាកដទាំងអស់រាប់ចាប់តាំងពីរឿងដែលតូយ៉ាបានបង្ហាញធម៌ពលរបស់គេឲ្យអ៊ីស៊ូគីបានឃើញតាមរយៈការប្រើផ្លែដៃចាប់ជាតិមួយនោះឯង
សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះមកដល់ទីបញ្ចប់ជាចុងក្រោយadminចង់ពឹងឲ្យអ្នកទាំងអស់គ្នាជួយធ្វើការចុច Subscribe និង Comment ម្នាក់មួយផងណាអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ